សួស្តីអ្នកទាំងអស់គ្នាខ្ញុំចង់បង្ហាញអំពីការដំឡើង Windows Server អញ្ចឹងទី1យើងដំឡើង Windows Server ចប់អញ្ចឹងយើងត្រូវតែ rename ឈ្មោះឲ្យកុំព្យូទ័រឲ្យ server របស់យើងហ្នឹងយើងដាក់ឈ្មោះថា server ទៅទី1យើងមកស្ដាំលើ My Computer បន្ទាប់មកចុចពាក្យ Properties rename ហើយឈ្មោះទៀតបន្ទាប់មកចូល Tool Computer Name ហើយចុចពាក្យ Change បាទដើម្បីដាក់ឈ្មោះពាក្យថា server ហើយ OK បន្ទាប់មកយើងចាប់ផ្ដើម restart machine នៅពេលដែល restart machine ចប់អញ្ចឹងទី1 computer server ត្រូវមាន IP address ជាចាំបាច់ដើម្បីយើងធ្វើ DHCP ឬក៏ DNS ឲ្យវាស្គាល់គ្នាហើយដើរបានល្អនិយាយរួមគឺត្រូវតែដាក់ IP address ទៅលើ computer server ទី1ចូល start ចូល setting ចូល network connection បន្ទាប់មក right click លើ local area connection យកពាក្យថា properties double click លើ internet protocol ហើយប្រើ IP address មួយដែលយើងចង់ដាក់ចូលនៅលើ server របស់យើងខ្ញុំឧទាហរណ៍ថា 192.168.100.2 subnet mask របស់ខ្ញុំ 255.255.0 ហើយ OK ហើយខ្ញុំ OK នៅពេលដែលបានប៉ុណ្ណឹងហើយកិច្ចការងាររបស់យើងបន្ទាប់យើងត្រូវដំឡើង DHCP អញ្ចឹងរបៀប install DHCP ទី1ចូល start setting control panel បន្ទាប់មករកយកពាក្យ add or remove program បន្ទាប់មកយើង select លើ add remove window component ចាំរៀម plate បាទបន្ទាប់មកយើង scroll មកក្រោមយើងរើសពាក្យថា network service បាទ networking service ចុចពាក្យ detail អញ្ចឹងទី1យើងត្រូវការ config លើ DHCP អញ្ចឹងយើងយកតែ DHCP សិនមកបាទយើង select ថា DHCP មកពាក្យពេញគឺ dynamic host configuration protocol ចុចពាក្យ OK ហើយ next បាទអញ្ចឹងចាំឲ្យវា install DHCP ចូលទៅលើ server ហ្នឹងហើយអញ្ចឹងយើងត្រូវការ restart machine ដើម្បីឲ្យវាដើរស្រួលលើ DHCP របស់យើងដែលយើងបាន install អញ្ចឹងចាំវាប្រហែលជា30 second បាទចុច finish អញ្ចឹងយើងចាប់ផ្ដើមបិទទៅហើយចាប់ផ្ដើម restart machine បាទបាទអញ្ចឹងខ្ញុំបាន restart machine server របស់ខ្ញុំហើយអញ្ចឹងខ្ញុំ log in ចូលវាវិញទៅបាទបន្ទាប់មកខ្ញុំចូលទៅ config DHCP មុនហ្នឹងគឺខ្ញុំបាន install DHCP ប៉ុន្តែខ្ញុំអត់ទាន់បាន configure ទៅលើ DHCP តើមានអីខ្លះទេអញ្ចឹងដើម្បី configure ទៅលើ DHCP ខ្ញុំចូល start បាទចូល program ចូលពាក្យ administrative tool បន្ទាប់មកគឺរើសយកពាក្យថា DHCP យើងបង្កើត DHCP ដើម្បីឲ្យ server ហើយនឹង client របស់យើងគឺមាន IP សម្រាប់ប្រើប្រាស់ហើយបោះ IP ឲ្យ auto ឬក៏មិនអាចបោះ IP auto ប៉ុន្តែក្នុងកំឡុងពេល IP របស់យើងមានយើងត្រូវតែមានដើម្បីសម្រាប់ដាក់ឲ្យ client របស់យើងទាញយក IP ពី server ក្នុង rank តែមួយអញ្ចឹងខ្ញុំឧទាហរណ៍ DHCP អញ្ចឹងរបៀប config របស់វាមកស្ដាំយក low server បន្ទាប់មកចុចពាក្យថា new scope បន្ទាប់មកចុច next មានកន្លែងនេះមានន័យថាឈ្មោះរបស់អង្គភាពរបស់យើងឧទាហរណ៍យើងធ្វើ server ឲ្យខាង UC សាកលវិទ្យាល័យ UC អញ្ចឹងយើងដាក់ឈ្មោះ UC ទៅបាទអញ្ចឹងយើង next ទៅបន្ទាប់មក start IP address មានថាចាប់ពី IP address មួយចាប់ពីផ្ដើមពី IP address មួយដែលយើងចង់ប្រើនិងបញ្ចប់ IP address ដែលយើងចង់ប្រើលើ PC ទាំងអស់ហ្នឹងខ្ញុំឧទាហរណ៍ថា 192.168.100.1 បាទអញ្ចឹង IP របស់ខ្ញុំប្រើ100គ្រឿងសម្រាប់ PC 100គ្រឿងបូកទាំង server របស់ខ្ញុំបាទអញ្ចឹងដាក់100បន្ទាប់មក
ចុចពាក្យ next បាទអញ្ចឹងចាប់ពី1ដល់100អញ្ចឹងមានន័យថា100គ្រឿងដែលអាចប្រើប្រាស់ IP នៅលើហ្នឹងអញ្ចឹងខ្ញុំចុច next បាទអញ្ចឹងកន្លែងនេះមានន័យថា type the IP rank include មានន័យថាយើងចង់ដក IP ប្រមាណ IP address ប្រមាណដើម្បីទុកសម្រាប់ប្រើខ្លួនឯងនិង server របស់យើងដើម្បីប្រើប្រាស់ក្នុងការធ្វើលើ server របស់យើងដកសម្រាប់ខ្លួនឯង administrator អ្នកប្រើអញ្ចឹងខ្ញុំដក10ទៅខ្ញុំដក10ទៅខ្ញុំចុចពាក្យ add បន្ទាប់មកខ្ញុំចុចពាក្យថា next កន្លែងនេះមានន័យថាតើនៅពេលដែលក្នុងរយៈពេលក្នុងរយៈពេលប៉ុណ្ណាដែល client អត់បានប្រើប្រាស់ឧទាហរណ៍ថា client អត់បានប្រើប្រាស់រយៈពេល25ម៉ោងអញ្ចឹងវាលើសមួយថ្ងៃហើយអញ្ចឹងឡើយនេះខ្ញុំ add តែមួយថ្ងៃទេអញ្ចឹងនៅពេលដែល client ឈប់ប្រើ IP address នឹងរយៈពេលប៉ុណ្ណឹងហួសពីរយៈពេលខ្ញុំកំណត់នេះគឺវាអាច random IP ទៅជាផ្សេងទៅឧទាហរណ៍ថា IP របស់ client ចាប់បានពី server 192.168.100.15 អញ្ចឹងគេឈប់ប្រើរយៈពេល2ថ្ងៃអញ្ចឹងអានេះខ្ញុំដាក់រយៈពេលមួយថ្ងៃដើម្បីវាចងចាំឯងអញ្ចឹងមានតែវាឈប់ចងចាំហើយវាអាច random ទៅជា 192.168.16.17 អីចឹងអត់ទៀងឬក៏វាអាចជន់ IP ដដែលអញ្ចឹងកន្លែងនេះគឺម៉ោងកំណត់ពេលវេលាចងចាំនៃ IP ដែល client អត់បានប្រើប្រាស់អញ្ចឹងខ្ញុំជិះពាក្យនេះអញ្ចឹងកន្លែងនេះវាសួរថាតើអ្នកចង់ config DHCP មាន option តទៅទៀតអត់អញ្ចឹងបើសិនជាអ្នកចង់ config ទៅលើ DHCP tool ផ្សេងទៀតគឺយើងចុច yes ទៅយើងចុច next តបមកកន្លែងនេះគេឲ្យថាឲ្យ add IP address សម្រាប់ router មួយបាទដើម្បីតាមផ្លូវ default gateway របស់វាតាមផ្លូវរបស់ router ដើម្បី client អាចលេងអ៊ីនធឺណិតក៏បានអាចចូលទៅលើ server ក៏បានអញ្ចឹងឡើយនេះខ្ញុំត្រូវដាក់ IP របស់ router ខ្ញុំចុចពាក្យ add ហើយខ្ញុំចុចពាក្យ next តបមកកន្លែងនេះគឺ domain មានថា DNS server អញ្ចឹងយើងចង់ config on អញ្ចឹងកន្លែងនេះកុំទាន់អានយើងចាំធ្វើបន្ទាប់ពីយើងធ្វើ DHCP រួចរាល់កុំឲ្យវាភ័ន្តច្រឡំគ្នាអញ្ចឹងយើងចុចពាក្យ next តបមកយើងចុចពាក្យ next ទៀតអានេះ when server ក៏យើងត្រូវតែ config នៅពេលដែលចប់ DHCP ដែរអញ្ចឹងយើងត្រូវ next តបមកចេះធ្វើ active វាទៅហើយចាប់ផ្ដើម next ហើយ finish អញ្ចឹងយើងបាន DHCP មួយហើយមកស្ថាប័ន UC របស់យើងហើយ scope option នេះ router IP ប៉ុណ្ណេះហើយខ្ញុំចូលនេះបាទ IP ដែលខ្ញុំដាក់ប៉ុណ្ណេះ100គ្រឿងហើយខ្ញុំដកទុក10អញ្ចឹង client នៅពេលដែលវាចាប់ពី server ទៅគឺចាប់ពី11 12 13ឡើងទៅដល់100អញ្ចឹងខ្ញុំ config DHCP ចប់ហើយថាតើរបៀបតេស្តវាតើវាចាប់មែនអត់វាចាប់នៅពេលដែល connect ចូល server ទៅវាចាប់ DHCP តាមអូតូចាប់ពីលេខរៀងដែលយើងដាក់ឲ្យអត់មកពី100ទៅចុច100ដល់100នេះអត់ចាំមើលទៅខ្ញុំចូលម៉ាស៊ីន client មួយទៅបាទអញ្ចឹងខ្ញុំត្រូវបិទវាសិនព្រោះអីឥឡូវខ្ញុំដាក់ជាប់របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ឲ្យវាអូតូទៅចាប់ IP អូតូពី server អញ្ចឹងខ្ញុំចូល command prompt វាយពាក្យថា IP config/relay មានន័យថាខ្ញុំបោះបង់វាចោលហើយបោះបង់វាចោលសិនហើយខ្ញុំចាប់សារដើមតើវាចាប់ IP address ពី server អត់អញ្ចឹង IP config/relay មានន័យបោះបង់វាចោលអញ្ចឹងខ្ញុំចាប់វាសារថ្មីអញ្ចឹង IP config/renew មានន័យថាចាប់យក IP ថ្មីពី server បាទ IP config/renew អញ្ចឹងវាចាប់ IP ហើយ IP address 192.168.111ពីព្រោះអីយើងដកទុកអស់10 IP address ហើយចាប់ពី 192.168.100.1ដល់ចុច10ប៉ុន្តែនេះវាចាប់បន្តពីចុច10គឺចុច1
ចឹង subnet mask តាមនឹងហើយ default gateway តាមបណ្ដោយផ្លូវ router របស់យើងបាទអញ្ចឹងការ config DHCP server មានតែប៉ុណ្្នឹងទេសូមអរគុណ